សម្រាប់វគ្គរៀន2ថ្ងៃនេះពិសេសគឺឲ្យខ្ញុំភ្លឺភ្នែកមានអារម្មណ៍ថាមានខ្លួនឯងមានភាពជឿជាក់ខ្ញុំចាប់បាននៅ content នៅពេលដែលយើងឡើងធ្វើបទបង្ហាញអីមួយគឺយើងមានចិត្តធ្វើឲ្យអ្នកស្ដាប់របស់យើងនឹងគាត់ចាប់អារម្មណ៍ពីមុនភ័យតែដែលភ័យនិយាយអីអត់ចាញ់នេះភ្លេចអស់ហើយធ្វើឲ្យខ្ញុំមានភាពក្លាហានជាងមុនហ៊ានចាប់កាន់ក្បាលមីក្រូនិយាយបន្ទាប់ពីបានរៀន3សប្តាហ៍កន្លងមកគឺខ្ញុំមើលឃើញខ្លួនឯងថាខ្ញុំទទួលបានភាពក្លាហានជាងមុនអ្វីដែលខ្ញុំបានបើកឱកាសឲ្យមកខ្លួនឯងគឺខ្ញុំបានរៀនសូត្រនៅថ្ងៃនេះជាពិសេសនោះគឺរបៀបនៃការនិយាយដែលមានការ pause ព្រោះនៅពេលដែលខ្ញុំនិយាយពីមុនគឺខ្ញុំតែនិយាយញាប់អ្វីខ្ញុំរៀនសូត្របាននោះហ្មងគឺការលើកដាក់សម្លេងក៏ដូចជាឲ្យខ្លួនឯងឈប់ហើយខ្ញុំបានយល់ពីការនិយាយបែបណាអញ្ចឹងធ្វើឲ្យអ្នកស្ដាប់របស់ខ្ញុំគាត់ទទួលបានពីខ្ញុំដូចគ្នា